សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងថ្មីមួយទៀតហើយដែលមានចំណងជើងថា Dark Spell ដែលរឿងនេះផងនេះគឺគេនិយាយអំពីគ្រួសារមួយដែលប្រពន្ធរបស់គាត់នឹងគឺបានប្រើអំពើភ្លើងងឹតទៅកាន់ប្តីរបស់គាត់ប៉ុន្តែគឺគាត់បានដឹងថាអំពើងឹតទាំងអស់នោះគឺត្រូវបានបិសាចហ្នឹងគឺមកតាមយាយីជីវិតគ្រួសាររបស់គាត់ទេតោះដើម្បីកុំឲ្យបងប្អូនខាតពេលវេលារងចាំយូរសូមចូលទៅកាន់វីដេអូពេញជាមួយនឹងខ្ញុំទាំងអស់គ្នាសាច់រឿងដំបូងនោះគឺបានចាប់ផ្ដើមឡើងដោយនៅក្នុងហាងលក់សម្លៀកបំពាក់មួយដែលនៅក្នុងតួស្រីរបស់យើងនឹងគឺមានឈ្មោះថាសែនយ៉ាហើយសែនយ៉ាហ្នឹងគឺមានកូនមួយឯដែលកូនទារកនាងទុំកាហ្នឹងគឺមានឈ្មោះថា Polenia ហើយរីឯចំណែកប្តីរបស់នាងហ្នឹងគឺមានឈ្មោះថា Kia ប៉ុន្តែ Kia នៅក្នុងអំឡុងពេលដែលថាសែនយ៉ាបានបង្កើតកូនមួយហ្នឹងគឺគាត់ហ្នឹងគឺលែងមានអារម្មណ៍ស្រឡាញ់សែនយ៉ាទេដែលគាត់ហ្នឹងគឺចាប់ផ្ដើមបែកឆ្វេងមានកំណត់ថានឹងមានថ្មីអញ្ចឹងណាហើយនៅថ្ងៃមួយនៅពេលហ្នឹងដែរក៏ស្រាប់តែសែនយ៉ាហ្នឹងគឺបានទៅទាន់គាត់កំពុងតែលួចមានស្រីនៅក្នុងកន្លែង studio គាត់កន្លែងធ្វើការនៅពេលដែលឃើញអញ្ចឹងសែនយ៉ាគឺអត់សប្បាយចិត្តទេនៅពេលដែលប្តីបានក្បត់ខ្លួនអញ្ចឹងហើយនាងក៏បានត្រឡប់ទៅធ្វើការវិញយ៉ាងទឹកភ្នែកទៅហើយជារៀងរាល់ថ្ងៃហ្នឹងនៅពេលដែលរឿងហេតុកើតឡើងអញ្ចឹងគឺនាងហ្នឹងគឺចាប់ផ្ដើមអត់សូវសប្បាយចិត្តឬក៏ចាប់ផ្ដើមអារម្មណ៍អត់សូវមូលទេនៅពេលធ្វើការឬក៏ធ្វើអីមួយអញ្ចឹងគឺនាងមានអារម្មណ៍ថាអត់ focus អញ្ចឹងក្រុមការងារឬក៏ team work របស់នាងហ្នឹងតែងតែឲ្យយោបល់ relationship advice ទៅកាន់នាងថាឲ្យនាងមានដំណោះស្រាយចេះធ្វើជាមិនឃើញធ្វើជាឲ្យល្អទៅដើម្បីឲ្យប្តីយើងត្រឡប់មកយើងវិញប៉ុន្តែពេលហ្នឹងសែនយ៉ាហ្នឹងគឺនាងក៏បានស្ដាប់សម្ដីរបស់ពួកគាត់ដែរហើយនៅពេលដែលនាងបានទៅជួបម្ដាយបង្ការរបស់នាងម៉ាក់របស់សែនយ៉ាហ្នឹងគឺឲ្យនាងលែងជាមួយនឹងឃាហ្នឹងទៅឲ្យទៅរកអ្នកថ្មីឬក៏ដើរចេញពីស្នេហាមួយហ្នឹងទៅដោយសារតែមើលទៅវាអត់ល្អទេហើយសែនយ៉ាក្រោយពីស្ដាប់ម្ដាយរបស់នាងហើយនាងក៏អត់និយាយដែរគ្រាន់តែនាងគិតក្នុងចិត្តចឹងតានាងគួរមានដំណោះស្រាយសម្រាប់ខ្លួនឯងដូចម៉េចហើយស្អីនឹងក៏បានចូលទៅដល់មួយថ្ងៃទៀតដោយសែនយ៉ាហ្នឹងទៅនិយាយជាមួយឃាដែលជាប្តីរបស់នាងហ្នឹងហើយនៅក្នុងពេលហ្នឹងឃាហ្នឹងគឺបានយកស្រីដឹកដើរលេងដែរហើយអំឡុងពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងគឺឃាហ្នឹងគឺអត់ពេញចិត្តជាមួយនឹងសែនយ៉ាដែលថាមករំខានរឿងគេហ្នឹងទេតាមការពិតទៅឃាហ្នឹងគឺជាអ្នកខុសហើយដោយសារតែគាត់គឺបានក្បត់ប្រពន្ធរបស់គាត់នៅក្នុងវគ្គដំបូងហ្នឹងប៉ុន្តែពេលហ្នឹងសែនយ៉ាគឺព្យាយាមរកដំណោះស្រាយដែលថាពួកយើងមានកូនអញ្ចឹងយើងត្រូវតែ at least យើងមក co-parenting ដែលថាយើងមកមើលកូនមើលអីអញ្ចឹងផ្ដល់លុយផ្ដល់កាក់ឲ្យក្រុមគ្រួសារអញ្ចឹងទៅរីឯឃាវិញនៅពេលដែលសែនយ៉ានិយាយរឿងលុយអញ្ចឹងគឺគាត់កាន់តែខឹងមួម៉ៅទៅដែរហើយគាត់ក៏បាននិយាយទៅកាន់សែនយ៉ាថាមិនបាច់មកហៅគាត់ទេគាត់អត់ខ្វល់ចំពោះរឿងគ្រួសារមួយហ្នឹងឲ្យចង់ធ្វើអីធ្វើទៅហើយកូនហ្នឹងគឺគាត់អត់ខ្វល់ដូចគ្នាពេលដែលលឺអញ្ចឹងសែនយ៉ាហ្នឹងគឺចាប់ផ្ដើមខឹងក៏គាត់ហ្នឹងបានព្យាយាមអត់វាថារើបំរាស់វាយអាកំហឹងណាហើយក្រោយមកទៀតសែនយ៉ាហ្នឹងគឺបានទៅរកគ្រូធ្មប់ទៅដែលគ្រូធ្មប់ហ្នឹងគឺមានឈ្មោះថាអាសាប៉ុន្តែអាសាហ្នឹងគឺបានសួរសែនយ៉ាថាតើឯងហ្នឹងហ៊ានធ្វើអាទាំងវើទាំងអស់ហ្នឹងអត់ដោយសារតែហ្នឹងគឺជា black spell ដែលអាចថាការហៅវិញ្ញាណអាក្រក់មកជួយនាងក្នុងការធ្វើអាពិធីមួយហ្នឹងណាប៉ុន្តែសញ្ញានៅក្នុងពេលហ្នឹងគឺនាងក៏បានយល់ព្រមជាមួយនឹងរឿងទាំងអស់ហ្នឹងដែរដោយសារតែនាងថាអត់ជំរឿសទេបើសិនជាមិនធ្វើអញ្ចឹងទេប្តីរបស់នាងគឺមិនត្រឡប់មករកនាងវិញទេហើយបន្ទាប់ពីនិយាយជាមួយនឹងគ្រូធប់អាសាហ្នឹងហើយពួកគេទាំងពីរហ្នឹងក៏បានហុចกระดาษអីក៏ខ្ញុំមិនដឹងដែរប៉ុន្តែពេលហ្នឹងអ្វីដែលខ្ញុំមើលឃើញនោះគឺគេហ្នឹងគឺចាប់ផ្ដើមរៀបធ្វើកម្មវិធីហ្នឹងហើយប៉ុន្តែអាកម្មវិធីហ្នឹងធ្វើទៅបែបម៉េចគឺគេបានបញ្ជាក់ឲ្យយើងឃើញច្បាស់លាស់ទេនៅក្នុងវគ្គមួយហ្នឹងហើយសាច់រឿងក៏បានចូលដល់មួយថ្ងៃទៀតដោយសញ្ញាហ្នឹងគឺបានចូលពិធីមង្គលការនៅក្នុង church មួយដែលជាភ្ញៀវរបស់នាងហ្នឹងគឺមានឈ្មោះថា Victor ជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងគឺមានឈ្មោះថា Sanya ប៉ុន្តែអំឡុងពេលដែលទៅ church ហ្នឹងគឺ Sanya ហ្នឹងគឺបានយកអាกระดาษអីមិនដឹងទេដែលនាងគឺបានដុតទៅហើយក៏បានលេបដល់ពេលដែលនាងលេបទៅគឺចាប់ផ្ដើមអា spell ដែលថាជាបណ្ដាសាហ្នឹងគឺចាប់ផ្ដើមរើបំរាស់ខ្លួននាងធ្វើបាបនាងអញ្ចឹងណាហើយនៅពេលហ្នឹងដែរនៅពេលដែលនាងបានឈរនៅកន្លែងពិធីមង្គលការដែលថាគេរៀបចុះមកខាងក្រោមហ្នឹងក៏ស្រាប់តែនាងបានដួលសន្លប់នៅកន្លែងមុខកម្មវិធីហ្នឹងទៅនៅពេលដែលឃើញអញ្ចឹង Victor ជាមួយនឹង Sanya ហ្នឹងដោយសារតែពួកគេជាមិត្តភក្តិនេះអញ្ចឹងពួកគេហ្នឹងក៏បានជូនសែនយ៉ាហ្នឹងទៅកាន់មន្ទីរពេទ្យប៉ុន្តែអំឡុងពេលដែល Victor ទៅមើលសែនយ៉ានៅមន្ទីរពេទ្យជាមួយនឹង Sanya ហ្នឹងក៏ស្រាប់តែនៅពេលមួយ Victor ដើរទៅកាន់បន្ទប់ខាងក្រោយក៏ស្រាប់តែឃើញប្រពន្ធរបស់គាត់ដែលថាទុំរៀបការហ្នឹងគឺមកលួចលាក់មានប្រុសថ្មីដែលជា ex របស់គាត់ហ្នឹងបន្ទាប់មកស្អីនឹងក៏បានបង្ហាញអំពីឃាហ្នឹងគឺបានមករកសញ្ញាវិញហើយនៅក្នុងមន្ទីរពេទ្យហ្នឹងដែលគាត់ហ្នឹងគឺបានសុំទោសទៅកាន់នាងហើយគាត់ហ្នឹងគឺបានជូននាងទៅកាន់ផ្ទះរបស់គាត់វិញដែលពួកគេទាំងពីរហ្នឹងក៏បានដេកជាមួយគ្នាដែរនៅក្នុងពេលយប់ហ្នឹងហើយជារៀងរាល់ថ្ងៃហ្នឹងគឺឃាហ្នឹងគឺតែងតែមានអាកប្បកិរិយាគឺស្រឡាញ់សញ្ញាខ្លាំងដែលគាត់ហ្នឹងគឺតែងតែធ្វើការងារផ្ទះជាច្រើនដែលមើលទៅគឺអត្តចរិតគាត់គឺផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនដែលសញ្ញានឹកស្មារដល់សូម្បីតែម្ដាយរបស់សញ្ញាហ្នឹងក៏នឹកស្មារដល់ដូចគ្នាដែលដឹងថា
ហេតុអីក៏ខៀនឹងគឺកែអតចរិតខ្លាំងម៉េះដែលគាត់បានដឹងថាកូនស្រីរបស់គាត់នឹងគឺបានប្រើអំពើទៅកាន់ប្តីរបស់នាងទេហើយស្អីនឹងក៏បានចូលទៅដល់ថ្ងៃស្អែកមួយថ្ងៃទៀតហើយដោយខៀនឹងគឺបានយកសញ្ញាដែលជាប្រពន្ធរបស់គាត់នឹងទៅកាន់ studio របស់គាត់ដោយឲ្យនាងនឹងគឺធ្វើ modeling សម្រាប់ការងាររបស់គាត់ដែលគាត់នឹងគឺបានយកលបាយនឹងគឺធ្វើអាម៉ាស់បែបថាធ្វើអាពុំម៉ាស់ដល់ពេលដែលថាដាក់ទៅលើមុខនាងទៅគឺចេញពីពុំហើយនៅពេលហ្នឹងក៏ស្រាប់តែកូនខ្ញុំដែរប៉ុន្តែខៀនហ្នឹងគឺឲ្យសន្យាងើបទៅមើលកូនទេឲ្យនាងដេកនៅកន្លែងហ្នឹងទៅកុំឲ្យម៉ាស់វានេះវាខូចអញ្ចឹងគាត់ក៏បានយកកូនទៅអស់ទៅបាត់ហើយខ្ញុំមិនដឹងអស់ទៅណាទេហើយនៅពេលដែលគាត់ត្រឡប់មកវិញក៏ស្រាប់តែគាត់ហ្នឹងគឺបានធ្វើការរួមភេទជាមួយនឹងប្រពន្ធរបស់គាត់ទៀតនៅកន្លែងហ្នឹងទៀតទៅក្រោយពីហេតុការណ៍ទាំងអស់ហ្នឹងបានកើតឡើងអស់ហើយសញ្ញាហ្នឹងគឺបន្តធ្វើការងារធម្មតាប៉ុន្តែនៅពេលដែលធ្វើការហ្នឹងក៏ស្រាប់តែហ្នឹងគឺបានឃើញមនុស្សស្រីហ្នឹងនៅកន្លែងទូកៅអៅប៉ុន្តែនៅពេលដែលនាងបានដើរទៅមើលហ្នឹងក៏ស្រាប់តែអត់មានមនុស្សទេពេលហ្នឹងគឺនាងគឺចាប់ផ្ដើមភ័យដោយសារតែរឿងជាច្រើនហ្នឹងគឺអត់សូវស្រួលទេដោយសារតែហេតុការណ៍ជាច្រើនហ្នឹងចម្លែកដែលធ្វើឲ្យនាងគឺចាប់ផ្ដើមបារម្ភពីខ្លួននាងជាមួយនឹងកូនរបស់នាងវិញហើយពេលហ្នឹងហើយក្រោយដែលពេលដែលសញ្ញាចេញពីធ្វើការហ្នឹងនាងក៏បានត្រឡប់ទៅផ្ទះវិញប៉ុន្តែពេលហ្នឹងគឺនាងគឺបានឃើញកូនរបស់នាងជាមួយនឹងប្តីរបស់នាងនៅផ្ទះទេនៅពេលដែលអញ្ចឹងគឺនាងគឺចាប់ផ្ដើមភ័យទៅហើយដោយសារតែអាទុំភ័យកន្លែងធ្វើការហើយមកដល់ផ្ទះបាត់កូនបាត់អីទៀតអញ្ចឹងនាងក៏បានទៅរកប្តីនាងនៅកន្លែង studio ដែលគាត់កំពុងតែធ្វើការហ្នឹងប៉ុន្តែនៅពេលដែលនាងបានដើរទៅដល់កន្លែងធ្វើការរបស់គាត់ហ្នឹងក៏ស្រាប់តែអា face mask ជាច្រើនហ្នឹងគឺរាយប៉ាយពេញហ្នឹងតែម្ដងប៉ុន្តែពេលហ្នឹងគឺនាងគឺនៅមានអារម្មណ៍នៅក្នុងខ្លួនណារៀងតាំងចិត្តថានឹងទៅរកកូនរបស់នាងអញ្ចឹងណាក៏ស្រាប់តែនាងហ្នឹងគឺបានឃើញកូនរបស់នាងមកនៅក្នុង studio មួយហ្នឹងហើយពេលហ្នឹងគឺសញ្ញាគឺចាប់ផ្ដើមខឹងជាមួយនឹងប្តីនាងខ្លាំងណាស់ដោយសារតែប្តីរបស់នាងគឺនាំកូនមកកន្លែងធ្វើការងារអញ្ចឹងព្រោះថាកន្លែងធ្វើការងារដឹងស្រាប់ហើយវាហប់វាអីអញ្ចឹងណាអញ្ចឹងនាងក៏បានឆ្លុះគ្នាជាមួយនឹងខៀននៅកន្លែងហ្នឹងទៅហើយខៀពេលដែលគេឆ្លុះគ្នាហ្នឹងគឺគាត់ហ្នឹងគឺក៏ខឹងដែរក៏គាត់យកអាកបិតហ្នឹងគឺចាក់ទម្លុះម៉ាងឡើងខ្ទេចដែលធ្វើឲ្យសញ្ញាហ្នឹងគឺភ្ញាក់អត់នឹកស្មានថាដាក់មុនស្នេហ៍ហ្នឹងហើយដល់ពេលបានតែមួយថ្ងៃក៏ស្រាប់តែប្តីគាត់មានអារម្មណ៍ថាចម្លែកទៅអញ្ចឹងបន្ទាប់មកទៀតស្អីហ្នឹងក៏បានចូលទៅដល់មួយថ្ងៃទៀតហើយដោយសញ្ញាហ្នឹងគឺបានទៅធ្វើការធម្មតាហើយពេលហ្នឹងគឺ Victor ដែលជាមិត្តភក្តិរបស់នាងហ្នឹងគឺបានមកមើលនាងនៅកន្លែងធ្វើការផងដែរប៉ុន្តែពេលដែលពួកគេកំពុងតែនិយាយគ្នាអំពីបញ្ហាដែលគេបានជួបកាលពីថ្ងៃមុននៅថ្ងៃមង្គលការហ្នឹងក៏ស្រាប់តែ Victor ហ្នឹងគឺបានចាប់ដៃជាមួយសញ្ញាអញ្ចឹងណាប៉ុន្តែភ្លាមហ្នឹងនៅពេលដែល Victor បានងាកមុខចេញហ្នឹងក៏ស្រាប់តែសញ្ញាហ្នឹងគឺឃើញដៃរបស់ Victor ហ្នឹងគឺប្រែក្លាយជាចាស់ដោយរបៀបថាដៃខ្មៅអញ្ចឹងណាហើយទៅពេលហ្នឹងគឺនាងភ្ញាក់ខ្លាំងណាស់គាត់តែនាងភ្ញាក់ហើយគឺអាពោះរបស់នាងដែលថាត្រូវអំពើហ្នឹងគឺចាប់ផ្ដើមចុកទៀតហើយនៅពេលដែលឃើញអញ្ចឹង Victor ក៏បានជួននាងទៅកាន់មន្ទីរពេទ្យប៉ុន្តែពេលដែលជួននាងទៅដល់ខាងក្រៅហ្នឹងក៏ស្រាប់តែខៀនហ្នឹងគឺបានមកដល់កន្លែងធ្វើការនាងទៀតនៅពេលអញ្ចឹងក៏ស្រាប់តែខៀនហ្នឹងគឺបានទៅវាយជាមួយនឹង Victor ហ្នឹងយកតែម្ដងគឺបានសួរនាំអីទាំងអស់ដោយគាត់ហ្នឹងគឺបានគិតថា Victor ហ្នឹងគឺលួចលាក់ស្នេហាជាមួយនឹងសញ្ញាហ្នឹងអញ្ចឹងពួកគេក៏បានវាយគ្នានៅកន្លែងហ្នឹងទៅក្រោយពីវាយហើយ Victor ហ្នឹងគឺបានជិះឡានបើកចេញពីកន្លែងហ្នឹងបាត់ទៅដោយសារតែសញ្ញាហ្នឹងគឺបានប្រាប់ថាកុំធ្វើបាបគាត់ឯងគាត់មកជួយព្រោះនាងអត់សូវស្រួលខ្លួនហ្នឹងណាហើយអាសកម្មភាពទាំងអស់ហ្នឹងក៏បានបញ្ឈប់នៅពេលហ្នឹងដែរបន្ទាប់មកទៀតខៀហ្នឹងគឺបាននាំសញ្ញាទៅកាន់ផ្ទះម៉ាក់របស់គាត់ជាម៉ាក់បង្ការរបស់ខៀអញ្ចឹងគឺជាម្ដាយក្មេងរបស់សញ្ញាហើយពេលហ្នឹងដែរខៀហ្នឹងគឺបានប្រាប់ម៉ាក់របស់គាត់ថាគាត់ចង់រៀបការជាមួយនឹងសញ្ញាប៉ុន្តែពេលហ្នឹងម៉ាក់របស់ខៀហ្នឹងគឺអត់យល់ព្រមទេដោយសារតែនៅក្នុងគ្រួសាររបស់ខៀហ្នឹងគឺជាអ្នកមានហើយគាត់ហ្នឹងគឺមានចិញ្ចៀនមរតកពីដូនតាមកអញ្ចឹងណាអញ្ចឹងខៀមិនដឹងជាឈួតឡាប់អីវាហ្នឹងក៏យកកបិតហ្នឹងទៅដៃម៉ែវាតែម្ដងដែលកាត់ដាច់ជាពីរហ្នឹងដើម្បីយកចិញ្ចៀនហើយគាត់ហ្នឹងក៏បានវាយឪពុករបស់គាត់ដូចគ្នានៅពេលដែលឃើញអញ្ចឹងសញ្ញាហ្នឹងគឺភ័យអត់ដឹងធ្វើម៉េចទេហើយឪពុកក្មេងរបស់សញ្ញាហ្នឹងដែលជាប៉ារបស់ខៀនហ្នឹងគឺបានប្រាប់សញ្ញារត់ចេញពីកន្លែងហ្នឹងទៅអាមួយខៀនប្រហែលជាវាឈួតហើយគាត់និយាយអញ្ចឹងណាហើយសញ្ញាក៏បានរត់ចេញដែរប៉ុន្តែពេលហ្នឹងគឺខៀនហ្នឹងគឺបានមករកនាងទៀតគាត់ថាកុំចាក់ចោលគាត់អីទៅរបៀបអញ្ចឹងណារបៀបថាអានេះគឺចាប់ផ្ដើមងប់ទៅដែលធ្វើឲ្យគាត់ហ្នឹងគឺកាន់តែខ្លាចទៅចំពោះប្តីរបស់គាត់ហើយសញ្ញានោះក្រោយពីហេតុការណ៍ទាំងអស់ហ្នឹងហើយក៏ស្រាប់តែសញ្ញាហ្នឹងគឺបានទៅ studio របស់ខៀក៏ស្រាប់តែឃើញកូនរបស់គាត់ហ្នឹងគឺនៅក្នុង studio ហ្នឹងទៀតហើយពេលហ្នឹងគឺអត់ទាន់ហ៊ានកំដៅទៅកាន់ប្តីរបស់នាងទេដោយសារតែប្តីរបស់នាងមើលទៅដូចឈួតអញ្ចឹងនាងក៏យកកូនហើយក៏ព្យាយាមនិយាយជាមួយនឹងខៀថាហេតុអីក៏ធ្វើយកកូនមកកន្លែងហ្នឹងហេតុអីក៏ធ្វើរឿងទាំងអស់ហ្នឹងកាលពេលល្ងាចមិញជាម៉ាក់របស់ខ្លួនអីចឹងបន្ទាប់មកខៀហ្នឹងក៏បានវាយសញ្ញាមួយទំហឹងដែលធ្វើឲ្យនាងសន្លប់បាត់ស្មារតីនៅកន្លែងហ្នឹងបាត់ទៅនៅពេលដែលសញ្ញាងើបឡើងមកវិញហ្នឹងក៏ស្រាប់តែនាងហ្នឹងគឺត្រូវបានខៀហ្នឹងគឺបានដាក់រៀបថាចាក់ពុំលើខ្លួននាងអញ្ចឹងហើយសូម្បីតែកូនរបស់នាងហ្នឹងក៏ខៀហ្នឹងគឺគម្រោងថាចាក់ពុំទៅលើកូនរបស់គាត់ដែរនៅពេលដែលឃើញអញ្ចឹងសញ្ញាហ្នឹងគឺបានយកដូចដុំថ្មមួយអញ្ចឹងទៅវាយក្បាលរបស់ខៀឲ្យសន្លប់នៅកន្លែងហ្នឹងទៅដោយនាងហ្នឹងគឺបានយកកូនរបស់នាងរត់ចេញពីកន្លែង studio មួយហ្នឹងប៉ុន្តែនៅពេលដែលនាងបានទៅដល់ខាងក្រៅហ្នឹងក៏នាងហ្នឹងគឺត្រូវបានខៀដេញតាមដែរហើយនៅពេលដែលនាងកំពុងតែជិះឡានតាក់ស៊ីរត់ហ្នឹងហើយខៀហ្នឹងគឺជាម៉ូតូគម្រោងហ្នឹងគឺនឹងថានឹងទៅយកពីរនាក់ហ្នឹងមកវិញឲ្យទៅបានណាប៉ុន្តែដោយសារតែ
អ្នកបាក់ឡានហ្នឹងគឺគាត់មានចំណេញខ្លាំងគាត់ក៏បានកិច្ចផ្លូវឃាហ្នឹងឲ្យបាត់ទៅហើយសាច់រឿងក៏បានបង្ហាញទៅដល់ Victor វិញម្ដងដោយនៅពេលដែលគាត់បានទៅដល់កន្លែងធ្វើការហ្នឹងប្រពន្ធរបស់គាត់គឺបានទៅរកគាត់វិញហើយដែលប្រពន្ធរបស់គាត់ថាក្បត់គាត់គឺបានទៅរកគាត់វិញនៅពេលហ្នឹងដែរក៏ស្រាប់តែក្រុមការងាររបស់គាត់ហ្នឹងគឺបានដឹងថាប្រពន្ធរបស់គាត់ហ្នឹងគឺក្បត់គាត់អញ្ចឹងក៏គេហ្នឹងរៀបរៀងកុំឲ្យម្នាក់ស្រីសន្យាហ្នឹងគឺចូលក្នុងឡានចរាចរណ៍ហ្នឹងទៅខាងលើនៅពេលហ្នឹងVictor ហ្នឹងគឺបានឃើញសាកសពមួយនៅក្នុងចរាចរណ៍មួយហ្នឹងដែលគាត់បានបើកមើលទៅគឺជាសាកសពរបស់ឃាដែលសារតែគាត់ហ្នឹងគឺគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញហ្នឹងហើយពេលហ្នឹងគឺសញ្ញាគឺបានដឹងថាប្រិយរបស់នាងហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទេអំឡុងពេលដែលកើតហេតុហ្នឹងគឺសញ្ញាហ្នឹងគឺបានទៅស្នាក់នៅផ្ទះរបស់ Victor ផងដែរនៅពេលដែល Victor បានទៅដល់ផ្ទះវិញហ្នឹងគាត់ហ្នឹងក៏បានប្រាប់រឿងហេតុការណ៍ថាប្តីរបស់ឯងបានស្លាប់អញ្ចឹងណានៅពេលដែលលឺអញ្ចឹងគឺសញ្ញាគឺគាត់សែតគាត់ថាប្តីស្លាប់គឺសែតហើយត្រូវបងប្អូនទាំងអស់គ្នាហើយគាត់នឹងក៏បានទៅមើលប្តីរបស់គាត់នៅក្នុងមន្ទីរពេទ្យទៅហើយនៅពេលដែលគាត់ទៅមើលសាកសពមួយហ្នឹងតែពីរនាក់នៅក្នុងកន្លែងគេដាក់សាកសពក៏ស្រាប់តែពេលហ្នឹងគាត់នឹងគឺបានសុំទោសទៅកាន់ឃាដែលគាត់នឹងគឺបានប្រើអំពើដាក់ spell ទៅកាន់ប្តីរបស់នាងអញ្ចឹងហើយពេលហ្នឹងក៏ស្រាប់តែដៃរបស់ឃានោះគឺបានមកចាប់សញ្ញាអស់នាងនឹងគឺចូលបន្ទប់នឹងជាមួយគ្នានឹងទៅហើយពេលហ្នឹងគឺសញ្ញាគឺមានរងរបួសឬក៏អីទេនាងគឺបានចេញពីកន្លែងហ្នឹងដោយសុវត្ថិភាពហើយនាងក៏បានប្រាប់ថាមានរឿងចម្លែកកើតទៅលើនាងអញ្ចឹងណាក៏ប្រាប់ Victor មួយហ្នឹងប៉ុន្តែពេលហ្នឹង Victor គឺបានប្រាប់ថាដោយសារតែនាងហ្នឹងគឺគិតច្រើនអញ្ចឹងប្រហែលជាមានការសមាសបាយខ្ពស់អញ្ចឹងគាត់ក៏ព្យាយាមនិយាយរងាប់អារម្មណ៍ឲ្យសញ្ញាហ្នឹងគឺត្រជាក់ចិត្តមកវិញហើយអំឡុងពេលដែលពួកគេទាំងពីរហ្នឹងគឺបានត្រឡប់ជិះមកផ្ទះវិញហ្នឹងក៏ស្រាប់តែសញ្ញាហ្នឹងគឺបានប្រាប់ហេតុការណ៍ទាំងអស់ទៅកាន់ Victor ឲ្យបានដឹងអំពីរឿងហេតុទាំងអស់ហ្នឹងណាដោយនាងគឺបានប្រើ Black Magic ឬក៏ Black Spell ហ្នឹងទៅកាន់ប្រិយរបស់នាងហើយបន្ទាប់មក Victor នៅពេលដែលលឺអញ្ចឹងគាត់រៀងសង្ហាក់ចិត្តដែរអញ្ចឹងគាត់ក៏បានប្រាប់ថាឲ្យទៅរកគ្រូធ្មប់នឹងវិញទៅដើម្បីជួយនាងកុំឲ្យមានរឿងហ្នឹងគឺកើតឡើងទៅលើក្រុមគ្រួសាររបស់នាងអីចឹងណានៅពេលដែលបានទៅដល់ផ្ទះគ្រូធ្មប់អាសាហ្នឹងគឺអាសាហ្នឹងគឺបានប្រាប់ថាបើសិនជាចង់ដោះមន្តអាគមហ្នឹងគឺនាងអត់បានដឹងទេប៉ុន្តែបើសិនជាឯងចង់និយាយជាមួយនឹងបិសាចហ្នឹងគឺនាងគឺអាចជួយបានបើសិនជាឯងចង់ធ្វើការតំណែងជាមួយនឹងបិសាចមួយហ្នឹងហើយពេលហ្នឹងដែរ Victor គឺយល់ព្រមជួយទៀតដែលគាត់នឹងគឺបានយកឈាមរបស់គាត់ដើម្បី process ជាមួយនឹងមេបិសាចមួយហ្នឹងប៉ុន្តែពេលហ្នឹងក៏ស្រាប់តែមេបិសាចហ្នឹងគឺបានចូលខ្លួនរបស់ Victor មែនក្រោយពីចូលហើយក៏ស្រាប់តែគាត់ហ្នឹងគឺអត់មាននិយាយអីច្រើនទេគឺគាត់បាននិយាយថាគាត់នឹងយកជីវិតរបស់សែនយ៉ាឲ្យបានបើសិនជាយកបានទេគាត់នឹងយកគ្រួសាររបស់សែនយ៉ាទៀតពេលហ្នឹងដែរក៏ស្រាប់តែនិយាយចប់ព្រមហ្នឹងគឺ Victor ដែលជាត្រូវបិសាចចូលខ្លួនហ្នឹងគឺគាត់ហ្នឹងគឺបានយកអំបែងកែវហ្នឹងគឺរកគម្រោងគឺចាក់សម្រាប់សែនយ៉ាយកប៉ុន្តែពេលហ្នឹងក៏ស្រាប់តែម្ដាយរបស់អាសាដែលជាគ្រូធ្មប់ហ្នឹងណាដែលដូនជាមួយហ្នឹងក៏បានមកដល់ដែរដែលគាត់គឺបានវាថាគាត់អ្នកចេះមន្តអាគមចេះសល់ដូចគ្នាអញ្ចឹងគឺគាត់អាចបិសាចឲ្យចេញពីខ្លួន Victor បាត់ទៅហើយពេលហ្នឹងគឺគាត់បាននិយាយបន្តទៀតថាបើសិនជាចង់ដោះបណ្ដាសាបិសាចហ្នឹងចោលដល់តែធ្វើពិធីមួយទៀតដើម្បីដោះបណ្ដាសាមួយហ្នឹងបន្ទាប់មកទៀត Victor គឺបានទៅមន្ទីរពេទ្យដែលគាត់នឹងគឺបានទៅឃើញប្រពន្ធរបស់គាត់ហើយគាត់ក៏បាននិយាយរៀបរាប់អំពីហេតុការណ៍ដែលគាត់បានជួបប្រទះជាមួយនឹងសែនយ៉ាដែលគាត់បាននិយាយថារឿង supernatural ដែលជារឿងខុសធម្មជាតិរឿងវេទមន្តវេទអីហ្នឹងគឺបានកើតឡើងពិតមែនអញ្ចឹងគឺគាត់បានប្រាប់ប្រពន្ធរបស់គាត់ឲ្យបានដឹងរឿងដូចគ្នាហើយបន្ទាប់មកសែនយ៉ាហ្នឹងគឺថ្ងៃស្អែកមួយថ្ងៃទៀតហ្នឹងគឺនាងគឺបានទៅព្រះវិហារដើម្បីទៅធ្វើពិធី exorcism ឬក៏ពិធីដោះបណ្ដាសាមួយហ្នឹងដែលនាងហ្នឹងគឺបានអញ្ជើញ Victor មកដែរហើយ Victor ហ្នឹងគឺបាននាំ3នាក់មកដែលគាត់ខ្លួនគាត់ផ្ទាល់មួយប្រពន្ធរបស់គាត់មួយជាមួយនឹងម្នាក់ដែលថាក្បត់គ្នាជាមួយនឹងប្រពន្ធរបស់គាត់ដែលមានឈ្មោះថាអូឡែងណាអញ្ចឹងទៅពួកគេនឹងក៏បានមកដែរហើយនៅពេលដែលអំឡុងធ្វើកម្មវិធីមួយហ្នឹងក៏ស្រាប់តែបិសាច Demon ហ្នឹងគឺបានចូលខ្លួនប្រពន្ធរបស់ Victor នៅពេលហ្នឹងដែរគឺនាងហ្នឹងគឺបាននិយាយថានឹងសម្លាប់សែនយ៉ានឹងសម្លាប់សែនយ៉ាចោលអញ្ចឹងណាហើយនឹងសម្លាប់កូនសែនយ៉ានឹងសម្លាប់ម្ដាយសែនយ៉ាចោលទៀតហើយពេលហ្នឹងគឺនាងក៏បានបន្តនិយាយរឿងតាក់ទងជាមួយនឹងកូនជាមួយនឹងម៉ាក់របស់នាងអញ្ចឹងណាក៏ស្រាប់តែនៅក្នុងផ្ទះរបស់ម៉ាក់របស់សែនយ៉ាក៏មានហេតុការណ៍ចម្លែកកើតឡើងដែរដោយសារតែពេលហ្នឹងគឺកូនរបស់សែនយ៉ាដែលជាភរិយាហ្នឹងគឺបានបាត់ខ្លួននៅពេលអញ្ចឹងម្ដាយរបស់សែនយ៉ាហ្នឹងគឺដើរតាមស្វែងរកភ្លាមនោះក៏ស្រាប់តែមានអីមិនដឹងទេមកកញ្ឆក់ពីអ្នកហ្នឹងទៅបាត់ទៅពេលហ្នឹងហើយបន្ទាប់មកសែនយ៉ាហ្នឹងគឺបានទៅដល់ផ្ទះរបស់ម៉ាក់នាងវិញហើយដោយសារតែនាងគឺគេឲ្យប្រធ្នូបានដឹងអញ្ចឹងនៅពេលដែលនាងបានទៅដល់ហ្នឹងគឺបានឃើញម៉ាក់របស់នាងទេហើយភ្លាមហ្នឹងគឺនាងគឺដឹងច្បាស់មានតែកន្លែងមួយទេដែលអាចទៅរកម៉ាក់នាងឃើញគឺ studio កន្លែងឃាធ្វើការហ្នឹងហើយនៅពេលដែលគាត់បានទៅដល់កន្លែងឃាធ្វើការហ្នឹងគឺគាត់ហ្នឹងគឺបានឃើញរូបចម្លាក់ជាច្រើនដែលបានឈរដែលមើលទៅបៀបម៉ាឡាកាំងបងប្អូនមើលទៅរៀង
ខ្មៅខ្មៅអញ្ចឹងណាហើយពេលហ្នឹងដែរក៏ស្រាប់តែដាហ្នឹងវិចទៅហ្នឹងគឺបានជួបខៀមុនគេដោយខៀហ្នឹងគឺបានចម្បាច់កគាត់ហើយនៅពេលហ្នឹងគឺពីរនាក់ហ្នឹងគឺបានវេប្រទេសបតបគ្នាដោយសញ្ញាក៏ព្យាយាមខកដែរអំឡុងពេលហ្នឹងដែរសញ្ញាហ្នឹងគឺបានឃើញម៉ាក់របស់នាងជាមួយនឹង baby របស់នាងដែលថានៅក្រោមតុហើយនៅពេលហ្នឹងគឺគាត់ហ្នឹងគឺបានប្រាប់ម៉ាក់របស់គាត់ថាឲ្យម៉ាក់នៅកន្លែងហ្នឹងឲ្យស្ងៀមសិនគឺគាត់ហ្នឹងទៅជួយ Victor សិនហើយភ្លាមហ្នឹងសញ្ញាមកទៅដែលថាតែខៀហ្នឹងគឺគម្រោងនឹងសម្រាប់ Victor ចោលទៀតអញ្ចឹងគឺនាងហ្នឹងគឺបាននិយាយថាអត់មានជំរឿសទេបើសិនជាគេចង់បានបលឹងរបស់នាងគឺនាងនឹងស្ម័គ្រចិត្តឲ្យជីវិតរបស់នាងហ្នឹងទៅកាន់បិសាចមួយហ្នឹងហើយនៅពេលហ្នឹងគឺសញ្ញាហ្នឹងគឺបានឃើញអាវាថាអាងមួយទឹកអញ្ចឹងណាដែលក្នុងហ្នឹងគឺមានលបាយស្រាប់អញ្ចឹងគឺនាងហ្នឹងគឺសម្រាប់ចិត្តថានឹងឲ្យជីវិតទៅកាន់បិសាចហ្នឹងទៅដោយនាងហ្នឹងគឺយល់ព្រមតែប្រាប់បិសាចថានាងគឺឲ្យជីវិតនាងទៅកាន់បិសាចមួយហ្នឹងហើយបិសាចមួយហ្នឹងក៏បានដាក់ Victor ចុះមកខាងក្រោមវិញទៅហើយនាងក៏បានលូតចូលអាងទឹកអាងទូចមួយហ្នឹងទៅដែលថាសម្រាប់ខ្លួនអញ្ចឹងណាហើយបន្តមកទៀតមុនដែលនាងស្លាប់នៅក្នុងអាងទឹកមួយហ្នឹងគឺនាងគឺបានសម័យឃើញរឿងល្អៗជាមួយនឹងប្តីរបស់នាងជាច្រើនអញ្ចឹងណាហើយជាចុងបញ្ចប់បិសាចរឿងហ្នឹងគឺនាងហ្នឹងគឺត្រូវបានបិសាចហ្នឹងគឺចាប់នាងទៅរៀបការជាមួយនឹងខៀនៅក្នុងកន្លែងមួយទៀតប៉ុន្តែនៅកន្លែងវគ្គបញ្ចប់មួយហ្នឹងគឺគេហ្នឹងគឺគ្រាន់តែចង់បញ្ជាក់ថាពីរនាក់ហ្នឹងមុននឹងស្លាប់ក៏គេបាននៅមួយគ្នាអញ្ចឹងណាហើយកូនហ្នឹងគឺនៅជាមួយនឹងម្ដាយរបស់នាងហ្នឹងទៅហើយសាច់រឿងក៏បានចប់ត្រឹមហ្នឹង